មនុស្សមួយចំនួនគាត់គេថាធ្វើការគេពិបាកណាស់ត្រូវគេស្ដីឲ្យថ្លៃធ្វើការអត់ទាន់ម៉ោងដែលអត់ឆ្អែតមានសម្ពាធការងារនិយាយទៅមានរឿងច្រើនទៀតដែលគាត់លើកឡើងពីបញ្ហារបស់គាត់ហើយក៏ចង់បកមករកស៊ីវិញគាត់គេថារកស៊ីស្រួលចង់ដេកដល់ពេលណាក៏បានគ្មានសម្ពាធគ្មានអ្នកស្ដីឲ្យព្រឹកល្ងាចតែខ្ញុំសួរឡើងវិញអ្នកធ្វើការគេឆ្លងចេញរកស៊ីនៅការរកស៊ីមួយនេះពិបាកដល់អ្នកគ្នាអត់ដូចអ្នកគ្នាគិតទេហើយចាំថាសង្គមបច្ចុប្បន្ននេះទីផ្សារគឺប្រកួតប្រជែងគ្នាខ្លាំងហ្មងអត់ដូច10 20ឆ្នាំមុនទេអានេះបាត់ពិសោធន៍របស់ខ្ញុំឯណាផលវិបាកនៃការរកស៊ីទី1គេអត់ឆ្អែតគិតច្រើនមានសម្ពាធត្រូវរកនឹងអីដែលថ្មីឲ្យភ្ញៀវយើងគាត់តាក់ទាញគាត់ការធ្វើទីផ្សារត្រូវតែខ្លាំងធ្វើការគ្មានពេលសម្រាប់មិនថាថ្ងៃក៏យប់ហើយបញ្ហាដែលធំដែលអ្នករកស៊ីតែងតែជួបគឺបញ្ហាជាមួយភ្ញៀវមិនថាយើងខំធ្វើល្អប៉ុណ្ណាក៏ដោយភ្ញៀវច្រើនចិត្តខុសគ្នាយើងគ្រប់ចិត្តអត់ត្រូវទេមិនថាតិចឬច្រើនគឺជួបបញ្ហាហ្នឹងហ្មងតែថ្ងៃណាដែលលក់អត់ដាច់ហើយគឺយើងអង្គុយពិបាកចិត្តហ្មងព្រោះការចំណាយរបស់យើងវាគឺច្រើនមុខខ្លាំងណាស់សូម្បីតែយើងដេកយើងជប់ទុកទឹកក៏យើងត្រូវចំណាយលុយដែរពិសេសរបស់រកស៊ីដូចខ្ញុំនេះហ្មងអញ្ចឹងអ្នកធ្វើការគេបានបាក់ខែគួសមបានបាក់ខែច្រើនធ្វើការគេបានបន្តគួរតែបន្តទៅមិនបាច់ចេញមករកស៊ីទេតែបើគាត់ថាខ្លួនឯងធ្វើបានខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីផ្សារមួយនេះអូខេដល់អ្នកឯងសាកសិនបានប៉ុន្តែគិតឲ្យច្បាស់ចំណុចវិជ្ជមាននិងអវិជ្ជមានអញ្ចឹងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងឥឡូវយើងមកពីនិយាយនំខេករបស់យើងវិញធ្វើឲ្យដល់គ្នាអញ្ចឹងអ្នកចង់ចេះនំខេកច្បាស់លាស់មានជំនាញអាចធ្វើរូបអីក៏បានតាមតម្រូវការតាមចិត្តភ្ញៀវដូចខាងរបស់ខ្ញុំពិសេសសាច់នំគឺឆ្ងាញ់រសជាតិគឺឆ្ងាញ់ភាសាគ្រប់គ្នាហ្មងអាចមករៀនជាមួយហាង DD Cake បានពេលសិស្សរាប់ពាន់អ្នកមកហើយមិនលើកទី1ទេគឺ6 7ឆ្នាំមកហើយអញ្ចឹងបាត់ពិសោធន៍ពេញខ្លួនចុះឈ្មោះឥឡូវមានបញ្ចុះតម្លៃ